Hello អ្នកគ្នាថ្ងៃហ្នឹងខ្ញុំចង់មកប្រាប់ហើយក៏ចង់មកចែក tip ដល់បងស្រីៗដែលគាត់របៀបមកខែបងប្អូនបលីអីចឹងមានការធ្វើទុកពិបាកក្នុងខ្លួនខ្ញុំចង់ខ្ញុំមកចង់ចែក tip អ្នកគ្នាចាថ្ងៃហ្នឹងចាគឺថាបានអីវ៉ាន់ខាងមកពីបងតែ DD អ្នកគ្នាមិនទៅបានអ្នកគ្នាខ្ញុំបានយល់ប៉ុន្តែខ្ញុំតេស្តចឹងណាព្រោះមួយរយៈមុនបងប្អូនខ្ញុំមកលេងហ្នឹងទៅខ្ញុំធ្វើការតេស្តមួយតែហ្នឹងហើយអ្នកគ្នាឥឡូវហ្នឹងខ្ញុំតេស្តបានហើយខ្ញុំចង់មកចែកលេខទៅក្នុង TikTok ឲ្យបងស្រីៗខ្ញុំបានដឹងអញ្ចឹងអ្នកគ្នាមកបងស្រីៗអូនណាដែលគាត់មកខែមកអីចាពិបាកក្នុងខ្លួនពិបាកអីមកអត់ទៀងទាត់ពិបាកសម្រួលនៅក្នុងខ្លួនអីចាមកស្ដាប់វីដេអូនេះមកអ្នកគ្នាខ្ញុំនឹងប្រាប់ហ្មងចាអ្នកគ្នាអានេះវាជាប្រភេទតែអ្នកគ្នានេះទៅមានច្រើនមុខនេះឥឡូវខ្ញុំប្រាប់ឲ្យម្ដងមួយហ្មងអ្នកគ្នាសម្រាប់តែប៉ោមនេះសម្រាប់បងអូនដែលគាត់មកខែហើយអត់បានធ្វើលំហាត់ប្រាណអត់បានអីចឹងអ្នកគ្នាអាចមកញ៉ាំជាមួយនឹងតែប៉ោមនេះបានណាវាជួយសម្រួលដល់ខ្សែឈាមយើងអ្នកគ្នាបានល្អខ្លាំងមែនទែននេះខ្ញុំញ៉ាំខ្លួនឯងផ្ទាល់ពេលយើងមកខែអ្នកគ្នានេះធ្វើការឆុងញ៉ាំជាមួយនឹងទឹកក្តៅអ្នកគ្នាទៅលាឲ្យហ្មងស្រួលក្នុងខ្លួនខ្លាំងហ្មងណាសម្រាប់បងប្អូននៅពេលដែលគាត់បងប្អូនបលេងអញ្ចឹងអ្នកគ្នាមានអាការៈ stress មុំម៉ៅខ្លាំងប្រះសាយក្នុងខ្លួនក្រៅពីក្នុងខ្លួន stress ខ្លាំងអ្នកគ្នានេះភាសាញ៉ាំជាមួយនឹងតែ DD នេះជាប្រភេទទៀតអ្នកគ្នាកាត់បន្ថយភាព stress របស់យើងហើយរបៀបជួយបំពន់នៅក្នុងខ្លួនយើងអត់ឲ្យយើង stress ខ្លាំងអត់ឲ្យយើងក្រៅខ្លួនអត់ឲ្យយើងប្រះសាយឈឺក្បាលអីចុកពោះអីយ៉ាងនេះអ្នកគ្នាទៅអាប្រភេទតែនេះគឺល្អបែបស្ដាប់មែនទេអ្នកគ្នាហើយបើប្រភេទនេះទៀតអ្នកគ្នាគេធ្វើមកពីរបៀបផ្លែឈើផ្លែក្រូចអីចឹងអ្នកគ្នានេះវាមានវីតាមីន C នៅក្នុងហ្នឹងហើយរបៀបជួយកាត់បន្ថយភាពតានតឹងយើងហើយអ្នកគ្នារំលាយអាហារបានល្អខ្លាំងមែនទេហ្មងហើយធ្វើឲ្យស្បែកយើងរបៀបចាំភ្លឺអីចឹងអ្នកគ្នាទៅអានេះគឺបើស្ដាប់មែនទេខ្ញុំជួយទៅសារអីវាជួយបំពន់ស្បែកខ្ញុំពីខាងក្នុងឲ្យភ្លឺសាច់ចាំអីចឹងណាហ្នឹងហើយវីដេអូហ្នឹងខ្ញុំគ្រាន់ចង់មកចែក tip ចែករបស់ល្អប្រាប់របស់ល្អពេលបងប្អូនយើងមកលេងចឹងអ្នកគ្នាព្រោះអីខ្ញុំជាស្រីដូចខ្ញុំយល់អារម្មណ៍មកថាពេលបងប្អូនមកលេងម្ដងវាទៅnhiềuក្នុងខ្លួនខ្លាំងមែនទេ stress អីស្អាប់ stress ខ្លាំងមែនទេហើយបើអ្នកខ្លះរបៀបគាត់ខ្សោយចឹងធ្វើឲ្យគាត់ឈឺក្តៅខ្លួនប្រះសាយឈឺក្បាលចុកពោះខ្លាំងមែនទេអ្នកគ្នានេះខ្ញុំនេះឲ្យចាពេលបងប្អូនមកលេងម្ដងគឺថាធូរទុក stress ចុកពោះខ្លាំងមែនទេអ្នកគ្នាប៉ុន្តែតែខ្ញុំបានប្រើតែបោះ DD ហើយអ្នកគ្នាមកខែម្ដងចាគឺថាលេងប្របាក់ក្នុងខ្លួនលេង stress លេងមុំមកដាក់គេអីចាហើយសម្រាប់បងអូនណាដែលគាត់ចង់សារចង់ប្រើចង់អីពេលកំឡុងពេលមកខែមកអីចឹងអ្នកគ្នាចាំខ្ញុំ mention account គាត់ឲ្យចាំខ្ញុំដាក់ account Facebook គាត់នៅលើ screen ហ្នឹងឲ្យទៅអ្នកគ្នាបើខ្លាំងហ្មងណានេះហើយអត់ប៉ះពាល់អត់អីទេអ្នកគ្នាអានេះប្រភេទតែ DD នេះជួយសម្រួលដល់ពេលយើងមកខែជួយសម្រួលដល់ក្នុងខ្លួនយើងអត់ឲ្យយើងវេទនាក្នុងខ្លួនបំបត្តិការ stress យើងហ្មងអ្នកគ្នាទៅមិនភ័យថាខ្លាចប៉ះពាល់អីទេគឺមកខែម្ដងពិបាកណាគឺស្រីៗយើងគឺពិបាកខ្លាំងហ្មងតែពេលដែលបានញ៉ាំអានេះក្នុងកំឡុងពេលមកខែនេះហើយតានេះអ្នកគ្នាអត់ពិបាកអត់ចុកពោះអត់ជិះក្បាលអត់ពិបាកក្នុងខ្លួនទេទៅគឺ best ខ្លាំងហ្មងនៅក្បែរមនុស្សបែបណាអ្នកនឹងខ្លាចជាមនុស្សបែបនោះតើអ្នកទាំងអស់គ្នាជឿលើពាក្យនេះអត់គេផ្សេងខ្ញុំមិនដឹងទេតែសម្រាប់ខ្ញុំពាក្យមួយឃ្លាហ្នឹងវាពិតជាអត់ខុសមែនឆ្លងកាត់បទពិសោធន៍ផ្ទាល់ហើយក៏ឃើញផ្ទាល់ដែររាប់អានមនុស្សផឹកចេះផឹករាប់អានមនុស្សចូលចិត្តដើរលេងដើររហូតអ្នកខ្លះទៀតនិយាយថាបើយើងមិនចង់ក៏គ្មានណាមកអូកយើងបានដែរស្ដាប់ទៅពាក្យនេះក៏ត្រូវចុះបើអានេះក៏ត្រូវអានោះក៏ត្រូវចុះឲ្យជឿមួយណាកាយរៀនថ្លឹងថ្លែងនិងពិចារណានៅលើលោកនេះគ្មានណាខុសណាត្រូវទេតែយើងខ្លួនឯងតែម្នាក់គត់ជាអ្នកកំណត់ថាទង្វើយើងខុសឬត្រូវយើងរាប់អានគ្នាមិនស្រឡឹងលើផលប្រយោជន៍ទេតែយើងក៏ត្រូវរាប់អានឲ្យត្រូវមនុស្សដែរចុះធ្វើម៉េចដឹងថាម្នាក់នឹងល្អឬអាក្រក់ចម្លើយគឺសួរខ្លួនឯងរាប់អានម្នាក់នឹងហើយជីវិតយើងជួបសុខច្រើនជាងឬជួបទុក្ខច្រើនជាងជួបសុខមិនស្ដៅទៅលើផលប្រយោជន៍មួយមុខទេតែស្ដៅលើគ្រប់យ៉ាងក្តីសុខផ្លូវចិត្តផ្លូវកាយនិងជីវភាពផងដែរបើរាប់គ្នាហើយតែផ្លូវចិត្តអត់ស្ងប់ហើយហត់នឿយទាំងផ្លូវកាយខាតពេលវេលាលងលុយកាក់ទៀតនោះសួរតែខំម៉េះសบายអត់ធ្វើចឹងច្បាស់អត់តែទៅមុខរួចត្រូវចាំបើទៅមុខគ្មានគោលដៅឈប់ភ្លាម